ខ្ញុំចង់បញ្ជាក់ថាវីដេអូនេះធ្វើឡើងនឹងគឺมันមានបំណងអវិជ្ជមានណាមួយនោះទេគឺគ្រាន់តែចង់បញ្ជាក់ថាការដែលផ្ញើ pin code មកស្រុកយើងមានការយឺតយ៉ាវឬអីហ្នឹងការរងចាំយូរឬអីហ្នឹងគឺថាចុងក្រោយមកយើងបានទទួលនេះដូចនេះខ្ញុំចិត្តក៏បានទទួលហើយញញឹមមើលមកញញឹមសប្បាយចិត្តទេបានលេខកូដហើយថ្ងៃនេះនាំម៉ែមកទទួលpin code YouTube ហើយសប្បាយចិត្តណាស់ដែលរងចាំការមកដល់ហ្នឹងឡើង73ខែហើយតាំងពីថ្ងៃទី31ខែធ្នូឆ្នាំមុនរហូតដល់ឥឡូវទៅតែបាននឹងតាស់ម៉ែចូលទៅក្នុងតាមពិតនៅកន្លែងនេះធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យម៉ោង 7 កន្លះព្រឹកដល់ម៉ោង 5 កន្លះល្ងាចខ្ញុំមិនដឹងស្មានតែថ្ងៃសៅរ៍ទឹកអត់ធ្វើការហើយមកពីភ្នំពេញវិញអត់ហ៊ានមកយកអត់ដឹងថាគេធ្វើការពេញថ្ងៃកន្លែងនេះគឺជាកន្លែងមកទទួលបញ្ជូនសារម៉ាអូខេសប្បាយចិត្តអត់បានទទួលpin codeហ្នឹងម៉ែសប្បាយចិត្តទៅរងចាំយូរអីចាអរគុណច្រើនណាស់នៅពេលមកយកបងប្អូនកុំភ្លេចយកអត្តសញ្ញាណប័ណ្ណមកជាមួយផងឥឡូវនេះម៉ាម៉ាខ្ញុំសប្បាយចិត្តណាស់គាត់បានទទួលpin codeនឹងហើយទោះបីជាបានលុយតិចគឺច្រើននេះគឺយើងសប្បាយចិត្តដោយសារយើងរៀនធ្វើផងហើយក៏អាចបានលុយខ្លះតិចតួចតោះម៉ាម៉ាចោះតោះទៅផ្ទះមកម៉ាឈើឡើយនោះនោះញញឹមឲ្យស្អាតម្ចាស់pin code ខ្ញុំចង់ប្រាប់ថាមានកូនខ្មែរច្រើនណាស់ដែលរងចាំpin code ណាខ្ញុំនៅក្នុង group របស់ប្រៃសណីយ៍កម្ពុជាយើងនៅភ្នំពេញហ្នឹងខ្ញុំឃើញរងចាំច្រើនគ្នាហើយវាក្រមកដល់មែនតើដូចខ្ញុំគេប្រាប់មកថាថ្ងៃទី31ធ្នូនឹងបានផ្ញើមកលើកទី1ហើយខ្ញុំរងចាំអស់រយៈពេល2ខែថ្ងៃទី2ខែ3ខ្ញុំបានសុំគេម្ដងទៀតហើយគេក៏បានផ្ញើមកម្ដងទៀតឲ្យរងចាំ2ទៅ3សប្តាហ៍ហើយទៅតែមកដល់នៅថ្ងៃនេះគឺថ្ងៃទី24ខែ3ហ្នឹងហើយខ្ញុំក៏ចង់អរគុណចំពោះបងប្អូនដែលធ្វើការនៅប្រៃសណីយ៍នៅភ្នំពេញហ្នឹងគឺគេយកចិត្តទុកដាក់មែនទែននៅពេលដែលខ្ញុំចូលទៅក្នុងក្រុមហ្នឹងគាត់បានឆ្លើយតបសារយើងតាន់ចិត្តហើយគាត់បានឆ្លើយមកក្នុងសារឯកជនរបស់យើងនៅពេលដែលដល់ភ្លាមគឺគេប្រាប់យើងភ្លាមថាបានបញ្ជូនមកខេត្តរបស់យើងខ្ញុំនៅខេត្តបាត់ដំបងជាឱកាសនេះអរគុណបងអូនស្រីដុល្លារីដែលគាត់តែងតែ follow up ករណីរបស់ខ្ញុំហើយក្រោយមកដល់គាត់បានដាក់មកបាត់ដំបងហើយគាត់បានប្រាប់ខ្ញុំជាងខ្ញុំពិតជាអរគុណច្រើនមកដល់បាត់ដំបងខ្ញុំក៏ទេរកអ្នកបាត់ដំបងគេក៏បានផ្ដល់លេខpin codeនឹងឲ្យខ្ញុំដែរអរគុណច្រើនទាំងអស់គ្នាហើយនេះខ្ញុំឈរនៅវិមានឯករាជ្យហើយនេះប៉ុស្តិ៍ office ហ្នឹងគឺនៅចិត្តហ្នឹងឯងយើងចេញចូលបានស្រួលអត់មានអស់លុយកាក់អីទេខ្ញុំអរគុណបងច្រើនមែនតើនេះពីនឹងតែមួយទេបងខាងបវលនោះគាត់ថាគាត់ឆ្ងាយតាឥឡូវបើឆ្ងាយខ្ញុំមានមធ្យោបាយមួយអាចឲ្យលេខ Telegram មកខ្ញុំបងប្អូនខ្ញុំចង់បញ្ជាក់ថាខ្ញុំបានទទួលpin code ដល់ទៅ2នៅថ្ងៃហ្នឹងការផ្ញើចេញនេះគឺផ្ញើចេញមកពីប្រទេសបារាំងទេគឺទីក្រុងប៉ារីសមិនមែនផ្ញើចេញមកពីសហរដ្ឋអាមេរិកទេហើយខ្ញុំអត់ទាន់ហែកដែរខ្ញុំសិក្សា policy របស់គេបានប្រាប់ថាយើងអាចស្នើសុំលេខកូដនឹងដល់ទៅ3ដងលើកទី1បើសិនជាអត់បានទទួលក្នុងរយៈពេល3សប្តាហ៍ប៉ុន្តែនាងខ្ញុំរងចាំរហូតដល់2ខែហើយគេប្រាប់ថានៅពេលដែលគេផ្ញើលើកទី2មកក្នុងអំឡុងពេលដែលយើងរងចាំទទួលលើកទី2ហ្នឹងបើសិនជាpin code លើកទី1មកដល់ក៏យើងអាចប្រាប់បានដែរហើយបើសិនជាយើងស្នើលើកទី2អត់បានទៀត
យើងអាចស្នើលើកទី3ម្ដងទៀតហើយបើលើកទី3នឹងនៅតែអត់បានទៀតក្រុមហ៊ុននឹងឲ្យយើងផ្ញើអត្តសញ្ញាណប័ណ្ណចូលទៅប៉ុន្តែចេញត្រូវធ្វើតាមដំណើរការរបស់វាម្ដងមួយជំហានមិនអាចភ្លាមទៅដាក់អត្តសញ្ញាណប័ណ្ណអីនោះទេព្រោះគេអាចផ្ញើម្ដងទៀតហើយអាចជោគជ័យអញ្ចឹងណាប៉ុន្តែបើក្នុងករណីវាមិនជោគជ័យដល់ទៅ3លើកគេមានវិធីឲ្យយើងអាប់ឡូតអត្តសញ្ញាណប័ណ្ណតាមការណែនាំរបស់គេអាហ្នឹងមិនអាចចិត្តដាក់បាននោះទេខ្ញុំចង់បញ្ជាក់ថាវីដេអូនេះធ្វើឡើងនឹងគឺมันមានបំណងអវិជ្ជមានណាមួយនោះទេគឺគ្រាន់តែចង់បញ្ជាក់ថាការដែលផ្ញើ PIN code មកស្រុកយើងមានការយឺតយ៉ាវឬអីនោះការរងចាំយូរឬអីហ្នឹងគឺថាចុងក្រោយមកយើងបានទទួលនេះដូចនេះខ្ញុំចិត្តក៏បានទទួលហើយជាងអរគុណច្រើនមែនទែនឥឡូវនេះហាយទី1សិនខ្ញុំឃើញហើយតែខ្ញុំអត់បានឲ្យមើលទេចាំមើលទី2ទៀតមើលមកផ្លេតសិនត្រូវបងប្អូនលេខកូដនឹងគឺតែមួយទេអញ្ចឹងទោះបីជាយើងស្នើសុំលើកទី2ឬលើកទី3ហើយលេខកូដដែលយើងស្នើសុំលើកមុននឹងវាមកដល់មុនយើងអាចបញ្ចូលបានព្រោះលេខកូដនឹងដដែលទេគេគ្រាន់តែផ្ញើឲ្យយើងសារថ្មីបងប្អូននាងខ្ញុំក៏ចង់បញ្ជាក់ដែរថានៅក្នុងនេះគេប្រាប់ថា this code is unique to your account and the payment address you want to verify please do not share this code with anyone else and know that Google will never call you and ask for your code អញ្ចឹងគេចង់ប្រាប់យើងថាកូដនឹងគឺមានតែមួយទេសម្រាប់ account របស់យើងសម្រាប់ការបញ្ជាក់ឲ្យបានទទួលប្រាក់នឹងបានហើយកុំឲ្យចែករំលែកលេខហ្នឹងជាមួយនឹងអ្នកណាឲ្យសោះហើយក្រុមហ៊ុន Google មិនដែលស្នើសុំឲ្យយើងផ្ដល់លេខកូដនឹងឲ្យគេតាមពិធីណាមួយនោះទេអញ្ចឹងនៅពេលដែលបានទទួលហើយបងប្អូនចាត់ទុកវាជាលេខសម្ងាត់របស់ខ្លួនទោះជាគេប្រើអត់កើតក៏ដោយយើងក៏កុំចែករំលែកអីព្រោះគេហាមយើងអញ្ចឹងនេះគឺគ្រាន់តែជាការចែករំលែកបទពិសោធន៍តែប៉ុណ្ណោះមិនមានបំណងអ្វីផ្សេងទេអរគុណច្រើន